វីដេអូនេះផ្ញើជូនសម្រាប់អ្នកដែលចូលចិត្តផាត់មុខរាល់ថ្ងៃឬក៏អ្នកដែលចេញតែក្រៅច្រើនប៉ះជាមួយនឹងផ្សែងពុលធូលីដីច្រើនដែលធ្វើឲ្យរន្ធញើសរន្ធរោមរបស់យើងនឹងកកស្ទះឡើងមុនក៏ដូចជាពិបាកនៅក្នុងការលាបផលិតផលទៅអត់ទទួលបានប្រសិទ្ធភាពដោយសារតែគល់រោមរបស់យើងស្ទះចាវាបង្កឲ្យកើតមុនផងហើយការលាបផលិតផលក៏ចូលអត់បានល្អអញ្ចឹងអ្វីដែលជាតិចនិចអាចកំបាំងដែលអ្នកទាំងអស់គ្នាដែលតែងតែឃើញខ្ញុំផាត់មុខរាល់ថ្ងៃប៉ុន្តែមុខខ្ញុំគឺចាស្បែកអត់មានបញ្ហាមុនចាធ្វើឲ្យរាំងស្ទះដល់អាជីវកម្មដែលអាជីវកម្មខ្ញុំត្រូវការផាត់មុខច្រើនអញ្ចឹងសម្រាប់អ្នកដែលគាត់ចូលចិត្តផាត់មុខច្រើនការសម្អាតមុខនៅពេលយប់គឺជារឿងសំខាន់មែនតើខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាដែលចូលចិត្តផាត់មុខត្រូវតែចា remove make up សិនចាំប្រើប្រាស់ជាមួយនឹង foam លាងមុខបន្ទាប់ដើម្បីឲ្យការសម្អាតរបស់យើងបានស្អាតអញ្ចឹងខ្ញុំសូមណែនាំជាមួយនឹងចាសម្លៃប្រទេសជូតមុខ To You ចាដែលវាជួយសម្អាត make up យើងបានជ្រះល្អខ្លាំងមែនតើហើយងាយស្រួលប្រើព្រោះវាជាប្រភេទសលៃប្រទេសដែលមានជាមួយនឹងទឹក remove នៅក្នុងនឹងស្រាប់ហើយជាប្រភេទទឹក remove essence ដែលវាធ្វើឲ្យស្បែករបស់យើងមិនស្ងួតហើយជួយជំរះនៅ make up បានស្អាតល្អមិនធ្វើឲ្យធូលីដីឬក៏ make up របស់យើងនឹងនៅកកស្ទះនៅក្នុងរន្ធរោមដែលធ្វើឲ្យកើតមុនឬក៏ធ្វើឲ្យការលាបផលិតផលរបស់យើងនៅពេលយប់នោះអត់ចូលបានល្អដើម្បីទៅជួយចិញ្ចឹមព្យាបាលស្បែកមុខផ្ទះស្លឹកបែបនេះដែលយើងងាយស្រួលនៅក្នុងការសម្អាត make up បានស្អាតល្អហើយយើងលាងជាមួយនឹង foam លាងមុខបន្ទាប់ទៀតគឺជ្រះល្អធ្វើឲ្យស្បែកមុខរបស់យើងទន់ភ្លឺហើយក៏ដូចជាការលាបជាមួយនឹងផលិតផលបានចូលល្អដូចគ្នា